ចានៅក្នុងវគ្គទី2នេះគឺបានន័យថាមានសំណួរ2តកតងនឹងពាក្យថ្មីដែលមុននេះលោកគ្រូបានលើកថាពាក្យផលិតករអញ្ចឹងតើពាក្យផលិតករហ្នឹងមានអត្ថន័យដូចដែរលោកគ្រូចាសូមគ្រប់ជើញបាទសូមអរគុណបងចំពោះពាក្យថាផលិតករហ្នឹងគឺមកពីពាក្យផលិតមកនឹងកចាការៈបាទចាផលិតហ្នឹងមានន័យថាម៉េចផលិតមានន័យថាបង្កើតធ្វើឲ្យបានផលបង្ហាញផលឲ្យឃើញជាក់ស្ដែងបាទបញ្ចេញផលឲ្យឃើញជាក់ស្ដែងបាទចាព្រោះអត់មានផលជាក់ស្ដែងគេអត់ហៅថាផលិតទេចាហើយកហ្នឹងគឺជាពាក្យមកពីភាសាបាលីមានន័យថាជនឬបុគ្គលបាទហើយអ្នកឬមួយទៀតគេអាចហៅថាអ្នកដែលប្រកបមុខរបរអ្វីមួយអ្នកដែលត្រូវធ្វើកិច្ចការអ្នកដែលធ្វើកិច្ចការអ្វីមួយបាទចាបាទហើយចំពោះអញ្ចឹងបើយើងមកផ្សំបញ្ចូលគ្នាទៅមានន័យថាម៉េចផលិតករគឺជាជនឬបុគ្គលដែលបង្កើតនៅអ្វីមួយបាទចាបាទកើតផលិតផលអ្វីមួយបាទដូចជាបង្កើតទឹកសុទ្ធអីចឹងគេហៅផលិតករបានទេលោកគ្រូបាទចាហើយចំពោះពាក្យផលិតករហ្នឹងគឺមានអត្ថន័យ3យ៉ាងគឺអ្នកធ្វើឲ្យសម្រេចជាផលបាទអ្នកបង្កើតផលហើយមួយទៀតគឺអ្នកផលិតនឹងឯងបាទចាមានន័យបាទឧទាហរណ៍ថាកសិករជាផលិតករសំខាន់ជាងគេក្នុងពិភពលោកបាទមានន័យថាម៉េចកសិករគឺជាអ្នកដាំដុះហើយបង្កើនផលបាទដូចជាដាំស្រូវបាទកិនយកជាអង្គដាំផ្លែឈើបាទហើយចិញ្ចឹមសត្វយកសាច់អីហ្នឹងបានផ្គត់ផ្គង់ជាអាហារដល់ប្រជាជនទូទាំងប្រទេសជួនកាលមាននាំចេញទៅក្រៅទៀតបាទហើយឧទាហរណ៍មួយទៀតគឺផលិតករក្នុងស្រុកកំពុងពង្រឹងគុណភាពឧស្សាហកម្មភាពយន្តខ្មែរបាទមានន័យថាធ្វើយ៉ាងណាឲ្យភាពយន្តខ្មែរកាន់តែល្អប្រសើរជាងនឹងទៀតបាទហើយឥឡូវដូចដឹងស្រាប់ហើយភាពយន្តខ្មែរត្រូវបានចាក់បញ្ចាំងនៅតាមបរទេសជាច្រើនដែរបាទចាបាទសូមអរគុណ